ការពិតទៅការតែងសេចក្តីអាចនឹងមិនពិបាកដោយដែលអ្នកគ្នាគិតទេបើសិនជាអ្នកគ្នាដឹងពីប្រមាណចំណុចនេះជំរាបសួរអ្នកមើលដ៏មហាសាខ្យុតនិងសង្ហាទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ស៊ីងថ្ងៃនេះខ្ញុំនឹងលើកយកចំណុចមួយចំនួនពីការតែងសេចក្តីមកប្រាប់អ្នកនរគ្នាដើម្បីទុកជាការណែនាំទុកជាគន្លឹះខ្លះៗជួយដល់សិស្សប្អូនប្រឡងបាក់ឌុបនៅខាងមុខនេះទី1គឺកម្រងតែងគ្រប់ប្រធានបទគ្រប់ប្រភេទនៃការតែងសេចក្តីទាំងអស់សុទ្ធតែមានកម្រងតែងរៀងៗខ្លួនដូចជាគេកម្រងតែងបែបពំយល់កម្រងតែងបែបប្រៀបធៀបកម្រងតែងបែបសុភាសិតឬក៏បែបផ្សេងៗអញ្ចឹងទៅសុទ្ធតែមានកម្រងតែងទាំងអស់អញ្ចឹងដើម្បីអាចតែងសេចក្តីទៅលើប្រធានបទមួយនឹងបានយើងត្រូវដឹងពីកម្រងតែងថាកម្រងតែងគេមានអីខ្លះផ្ដើមតួបញ្ចប់អូខេអាហ្នឹងចំណុចដូចគ្នាប៉ុន្តែនៅក្នុងចំណុចដូចគ្នាក៏មានចំណុចខ្លះដែលខុសគ្នាដែរដូចជាបែបប្រៀបធៀបគេត្រូវមានពន្យល់បកស្រាយ12អាចមានមតិស្របមានមតិផ្ទុយវាខុសពីពន្យល់តែមួយអញ្ចឹងណាយេអាហ្នឹងគឺជាកម្រងតែងបើសិនជាយើងអត់ដឹងពីកម្រងតែងទេយើងតែងប្រកាសជាខុសប្រកាសជាអត់ត្រឹមត្រូវទេអញ្ចឹងយើងត្រូវសិក្សាស្វែងយល់ពីកម្រងតែងបានច្រើនមិនថាពន្យល់មិនថាប្រៀបធៀបមិនថាសុភាសិតទេយេមានពេលយើងព្យាយាមមើលទៅកុំឲ្យគេដាក់ប្រធានប្រៀបធៀបយើងទៅតែងបែបពន្យល់មិនសូនមកទេអូខេទី1មានប៉ុណ្្នឹងចូលដល់ទី2ព្យាយាមអានរឿងអក្សរសិល្ប៍បានច្រើនរឿងអក្សរសិល្ប៍គឺច្រើនខ្លាំងមែនតើមិនមែនមានតែកលាបៃលិនមិនមែនមានតែផ្កាសពូនមិនមែនមានតែទុំទាវទេនៅមានច្រើនទៀតអញ្ចឹងព្យាយាមអានរឿងតាក់ទងជាមួយអក្សរសិល្ប៍ឲ្យបានច្រើននៅពេលដែលលើកឧទាហរណ៍មកក្នុងការតែងសេចក្តីគំនិតយើងគឺច្រើនតាមហ្នឹងសាច់រឿងយើងដឹងច្រើនតួអង្គក៏យើងដឹងច្រើនមិនមែនតែ2 3តួអង្គហ្នឹងទេនៅពេលខ្លះយើងដឹងតែរឿងតិចពេកតួអង្គដាក់មកដដែលអស់បាត់អត់ដឹងថាត្រូវដាក់អីថ្មីអត់ដឹងអីដែលដាក់ទៅសមជួនកាលរឿងដែលយើងដឹងណាវាអត់ស្របតាមប្រធានបទរបស់យើងទៀតអញ្ចឹងយើងទៅរកសាច់រឿងឬរកតួអង្គមកពីណារបៀបអញ្ចឹងបើសិនជាយើងអានច្រើនយើងដឹងច្រើនទោះជាប្រធានបទដាក់មកបែបណាក៏យើងមានគំនិតច្រើនដែរត្រូវអត់អាហ្នឹងទី2ចូលដល់ទី3ឈ្មោះថាសិស្សច្បងគាត់តែងសេចក្តីរបៀបតិចគាត់តែងប្រមាណទំព័រទៅគាត់បានអ្នកទេសអាទៅលើមុខវិជ្ជាតែងសេចក្តីហ្នឹងមានអីបានអ្នកគ្នាភាគច្រើនឲ្យតើគេតែងសេចក្តីហើយបន្ទាប់ពីប្រឡងហើយអញ្ចឹងគេប្រកាសជាមានកំណែផុសមកទោះវាមិនមែន official ជាគំនិតជាអីដែលអ្នកដែលចេះគាត់បង្ហាញចេញមកតែងសេចក្តីរបៀបចេះប្រធានហ្នឹងគេតែងចេះឬក៏នៅពេលតែតិចទៀតទៅដូចជាអាបាក់ឌុបគាត់នឹងអាប់ដេតចូលពីឆ្នាំចាស់មកការខ្ញុំអញ្ចឹងខ្ញុំប្រឡង2022ខ្ញុំទៅមើលឆ្នាំចាស់មកគេតែងរបៀបម៉េចគេបង្ហាញរបៀបម៉េចគេដាក់រឿងម៉េចគេទៅសេមិនពណ៌គេទៅសេមិនជួរ style យើងរបៀបម៉េចយើងដាក់ម៉េចឲ្យត្រូវសម័យឥឡូវគឺសម័យបច្ចេកវិទ្យាអញ្ចឹងមានតែទូរស័ព្ទមួយអ្នកគ្នាអាចធ្វើបានច្រើនខ្លាំងមែនតើអញ្ចឹងអាស្រ័យលើការច្នៃប្រឌិតភាពឆ្លាតវៃរបស់យើងខ្ញុំអាចធ្វើបានអ្នកគ្នាក៏អាចធ្វើបានដែរមែនអត់ចឹងខ្ញុំមានតែ3ចំណុចនេះទេដើម្បីជួយរំលឹកជួយដាស់តឿនដល់អ្នកនរគ្នាថាសោះរយៈពេលមិនច្រើនទេតែខ្ញុំជឿជាក់ថាអ្នកនរគ្នាអាចធ្វើបាន